សូមអញ្ជើញរាជិនីភ្លើងនិងរាជិនីតកកបង្ហាញខ្លួននៅទីនេះថ្ងៃនេះខ្ញុំនិងបងប្អូននាងទាំងពីរនឹងធ្វើដំណើរទៅកាន់ជំរំសត្រូវពួកយើងទៅឥឡូវនេះទៅតើនៅពេលដែលទៅដល់លោកមានផែនការអ្វីដែរឬទេដើម្បីងាយស្រួលពួកខ្ញុំទាំងពីរនាក់នឹងរៀបចំខ្លួនទុកជាមុនមិនអីទេគ្រាន់តែទៅដល់បំភ័យពួកគេទៅបានហើយប៉ុន្តែមិនចាំបាច់សម្លាប់ពួកគេនោះទេល្បិចអាកមន់ដើម្បីបំភ័យស្វានេះពិតជាគ្រាន់បើលោកបងពេលដែលលបងទៅត្រូវថែរក្សាខ្លួនផងលោកពិតជាពូកែបំភ័យគេមែនគ្រាន់តែមកដល់ភ្លាមក៏ចាប់ផ្ដើមកំទេចខ្លោងទ្វារច្រកព្រំដែនរបស់ខ្ញុំបាត់ទៅហើយពេលដែលចូលមកដល់ទឹកដីរបស់ខ្ញុំក៏បានធ្វើបាបកងទ័ពរបស់ខ្ញុំឲ្យពួកគេរត់អស់គ្មានសល់ល្បិចនេះពិតជាគ្រាន់បើមែនតាមពិតទៅខ្ញុំគ្រាន់តែចង់សាកទឹកចិត្តរបស់កងទ័ពនាងតែប៉ុណ្ណោះមិននឹកស្មានថាពួកគេទាំងអស់គ្នាសុទ្ធតែកំសាកខ្លាចស្លាប់ទាំងអស់ពួកគេពិតជាខ្លាចស្លាប់ពីព្រោះពួកគេមានប្រពន្ធមានកូនត្រូវមើលថែឲ្យតែមានឱកាសរស់ពួកគេប្រកាសជារត់ដើម្បីឲ្យរស់ជីវិតហើយមានប្រពន្ធមានកូនត្រូវមើលថែស្ដាប់មើលទៅពិតជាមានគុណធម៌ខ្លាំងណាស់ចុះកងទ័ពនិងប្រជារាស្ត្រខ្ញុំវិញពួកគេគ្មានទេមែនទេខ្ញុំយល់ពីអ្វីដែលលោកចង់និយាយហើយហេតុនេះហើយបានជាថ្ងៃនេះខ្ញុំអញ្ជើញលោកមកដើម្បីពិភាក្សាគ្នាអំពីការបញ្ចប់សង្គ្រាមមួយនេះឆេះមុនដំបូងវិប្រហាគេដើម្បីចង់ប្លន់យកទឹកដីគេប៉ុន្តែក្រោយមកឃើញថាมันអាចទៅរួចក៏សុំគេបញ្ចប់សង្គ្រាមទៅវិញចំពោះកំហុសខ្ញុំប្រកាសជាទទួលស្គាល់ហើយថ្ងៃនេះខ្ញុំនឹងជួលរបស់ដែលមានតម្លៃជាងគេនៅក្នុងសម្ព័ន្ធរបស់ខ្ញុំប្រគល់ឲ្យលោកតើលោកយកទេរបស់ដែលមានតម្លៃជាងគេស្ដាប់មើលទៅសមទំនងដែរប្រសិនបើនាងឲ្យខ្ញុំនឹងពិចារណាមើលរបស់ដែលមានតម្លៃជាងគេនោះគឺអាចបញ្ឈប់សង្គ្រាមរបស់យើងទាំងពីរបានរបស់នោះគឺជាខ្ញុំនេះហើយអូយឈឺណាស់តើនាងបានធ្វើអ្វីលើគេប្រសិនបើគេកើតអីខ្ញុំនឹងកំទេចជំរុំនាងចោលឈប់សិនរឿងនេះមិនពាក់ព័ន្ធជាមួយនឹងនាងនោះទេរឿងនេះជាសុខភាពផ្ទាល់ខ្លួនរបស់ខ្ញុំនោះទេស្អែកនេះខ្ញុំនឹងមកជំរុំនាងម្ដងទៀតខ្ញុំនឹងជួយគ្រាលោកដើម្បីត្រឡប់ទៅជំរុំវិញតើគេកើតអ្វីហ្នឹងឬចាញ់មិនឆោតខ្ញុំទើបក្អួតឈាមបែបនេះប្រពន្ធសម្លាញ់បងមកដល់ហើយលោកប្តីតើបងមិនអីទេមែនទេសំណួរនេះបងជាអ្នកសួរអូនទៅបានត្រូវតើអូនកើតអ្វីហេតុអ្វីបានជានៅសុកអូនបែរជាត្រូវរបួសទៀតហើយបើអូនមិននិយាយបងក៏អាចស្មានដឹងបានដែររាងកាយចម្លងរបស់អូនមានគ្រោះថ្នាក់មែនទេ